ជាទារកភេទស្រីណាតែងតែកើតហើយភ្លាមតែងតែយកគាត់ទៅចោះតិចបងប្អូនប្រហែលជាធ្លាប់ដឹងហើយថាជាពិសេសប៉ាម៉ាក់ដែលគាត់មានកូនជាភេទស្រីណាជាទារកភេទស្រីណាតែងតែកើតហើយភ្លាមតែងតែយកគាត់ទៅចោះតិចវាជារឿងមួយល្អហើយតែដោយសារតែប្រជាជនយើងគិតថាការចោះតិចជាអត្តសញ្ញាណមួយបញ្ជាក់ថាគាត់គឺជាមនុស្សស្រីតាក់ទងជាមួយនឹងផ្នត់កំណត់មួយហ្នឹងចំពោះគ្រូពេទ្យអត់ចំទាស់ទេដោយសារតែវាជាទំនៀមទម្លាប់របស់ប្រជាជនយើងក៏ដូចជាប្រជាជនផ្សេងទៀតប៉ុន្តែសួរថាតើក្មេងគាត់អាចទទួលយកការចោះតិចនឹងបានអត់ជាពិសេសនៅពេលដែលវាមានផលវិបាករបស់វាក្រោយពេលចោះតិចហើយដូចជាការបង្ករោគនៅនឹងកន្លែងការញ៉ាំថ្នាំចុះបើសិនជាគាត់ញ៉ាំថ្នាំអត់បានតើគួរធ្វើម៉េចអញ្ចឹងបើសិនជាកូនគ្រូពេទ្យវិញគ្រូពេទ្យអត់ឲ្យចោះតិចក្នុងពេលតែគាត់កើតហើយភ្លាមនោះទេពេលវេលាដែលល្អបំផុតសម្រាប់គ្រូពេទ្យដែលអាចជំរុញដល់កុមារទៅចោះតិចនោះគឺចាប់ពីអាយុ3ទៅ4ឆ្នាំឡើងដោយសារតែជាពេលវេលាមួយដែលក្មេងធំល្អហើយបើសិនជាមានការបង្ករោគមែនគឺក្មេងអាចញ៉ាំថ្នាំបាន